Michael Man City จะដល់ពេលត្រូវចែកផ្លូវជាមួយនឹងកាប់តាន់ហើយបាទនេះគឺ Bernardo Silva ជាកាប់តាន់របស់ Michael Man City ដែលរកគ្រាប់បាល់ឲ្យ Man City មិនតិចនោះទេហើយគាត់ក៏បាននាំ Manchester City ទទួលបានពានរង្វាន់ធំៗក៏ដូចជាបាទ Champions League Premier League League Cup បាទហើយក៏ដូចជា FA Cup Carabao Cup នឹងជាច្រើនមែនទែនសម្រាប់ពានធំៗលំដាប់ពិភពលោកតើ Manchester City សោកស្ដាយកីឡាកររូបនេះដែរឬក៏យ៉ាងណាប៉ុន្តែរដូវកាលខាងមុខនេះគឺត្រូវចាច់ផ្លូវគ្នាហើយតើ Man City នៅបន្តកិច្ចសន្យាជាមួយគាត់ទៀតដែរឬទេក៏ប៉ុន្តែអ្វីដែលសំខាន់ពេលនេះមានក្រុម4លំដាប់ពិភពលោកកំពុងតែត្រូវការរូបលោកមែនទែនបាទក្នុងនោះមានអ្នកមានបុណ្យ Barcelona ចង់ឲ្យគាត់ទៅធ្វើជាខ្សែការពារឲ្យក្រុមរបស់ខ្លួនបាទហើយមួយទៀតនោះគឺ Juventus ត្រូវការឲ្យ Silva ទៅស្រោចស្រង់ដើម្បីឡើងមកវិញព្រោះរយៈពេលនេះគឺ Juventus រយៈខ្លាំងណាស់បាទហើយមួយទៀតនោះគឺ Benfica គឺជាក្រុមដែលធ្វើឲ្យ Bernardo Silva ចាប់កំណើតគឺជាក្រុមដំបូងដែល Bernardo Silva គាត់បានចូលទៅលេងហើយសម្រាប់ក្រុមចុងក្រោយនោះគឺ MSL ដែលជះលុយខ្លាំងមែនទែនដែលចង់ឲ្យ Bernardo Silva ទៅលេងឲ្យក្រុមរបស់ខ្លួនតើ Bernardo Silva ទៅកាប់លុយនៅសហរដ្ឋអាមេរិកហើយស្របពេលនេះដែរទៅសម្រាប់នៅសហរដ្ឋអាមេរិកជាមួយនឹង Lionel Messi ឬក៏យ៉ាងណាបាទបើសិនជាចង់ឲ្យគាត់ទៅលេងនៅក្រុមមួយណាបាទកុំភ្លេចចូលរួម comment នៅខាងក្រោមបងប្អូនគ្នាបាទសម្រាប់ខ្ញុំបាទចង់ឲ្យគាត់ទៅលេងនៅ Barcelona បាទបើសិនជាចង់បានព័ត៌មានលម្អិតឬក៏ចង់បានគូសុបបាទជារៀងរាល់ថ្ងៃកុំភ្លេចចូលរួមជាមួយនឹងខ្ញុំបាទដោយ link នៅពីក្រោម profile ទាំងអស់តែម្ដងបាទទាំង Facebook និង TikTok ចូលរួមក្រុម Telegram របស់ខ្ញុំបាទដើម្បីដកស្រង់គូសុបជារៀងរាល់ថ្ងៃបាទសូមអរគុណច្រើន